ថ្ងៃនេះគឺជាថ្ងៃចុងបញ្ចប់នៃរឿងអាម៉ូកដែលយើងទាំងអស់គ្នាកំពុងតែតាមដានកំពុងតែសង្ស័យនិងចង់ដឹងថាភាគបញ្ចប់នៃរឿងអាម៉ូកចប់ដោយរបៀបណាអាម៉ូកគឺជាខ្សែភាពយន្តមួយដែលមានតួមកដោយសារតែការអត់ធន់ការក្រំចិត្តក្អួតឈាមកន្លងមកនេះការធ្វើមិនដឹងមិនលឺឬក៏ការអត់ទ្រាំនេះដែលធ្វើឲ្យយើងលក្ខណៈតឹងចិត្តមែនតើចង់ដឹងថាចុងបញ្ចប់នៃខ្សែភាពយន្តនេះខ្សែរឿងនេះចប់ទៅជាយ៉ាងណាអ្នកខ្លះគិតថាអាម៉ូកនឹងទទួលយកចន្ទ្រាបើសិនជាចន្ទ្រាវិលមកវិញហើយអ្នកខ្លះទៀតថាអាម៉ូកចុងបញ្ចប់នឹងបានទៅចែមួយដែលហៅក៏ឲ្យទៅបើកឡានហើយអ្នកខ្លះទៀតប៉ាន់ស្មានថាចន្ទ្រានឹងត្រូវហៀសេងយកទៅលក់ហើយអាចឈួតនីលានឹងត្រឡប់មករកអាម៉ូកវិញប៉ុន្តែចម្លើយទាំងអស់នេះគឺមាននៅក្នុងខ្សែភាពយន្តរបស់រឿងប្រូនៅពេលបន្តិចទៀតនេះដែលគាត់នឹងអាប់ឡូតក៏ដូចជាបង្ហោះនៅពេលបញ្ចប់នៃរឿងអាម៉ូកសម្រាប់ខ្ញុំចង់ជជែកលេងជាមួយបងប្អូនចង់ឲ្យបងប្អូនទស្សន៍ទាយថាចង់បញ្ចប់នៃរឿងអាម៉ូកទៅជាយ៉ាងណាតាមទាំងអស់នេះអញ្ចឹងអ្នកដែលចង់វិភាគអ្នកដែលចង់ទស្សន៍ទាយលេងចង់វិភាគរឿងនេះឬក៏ចង់ទស្សន៍ទាយថាភាពបញ្ចប់នៃរឿងអាម៉ូកទៅយ៉ាងណាអាច comment ខាងក្រោមវីដេអូរបស់គ្នាដើម្បីយើងជជែកគ្នាសម្រាប់អ្នកដែលចិត្តមើលរឿងរបស់ពូត្រូខ្ញុំរឿងរបស់ពូត្រូនេះគឺខ្ញុំចូលចិត្តប៉ុន្តែមិនចូលចិត្តត្រង់ថាភាគខ្លះនៃរឿងអាម៉ូកនេះគឺអត់ទៅមុខដោយសារតែការមើលសម្បត្តិហើយក្អួតឈាមការមួយយប់ហ្នឹងគឺក្អួតឈាមរហូតដល់ក្អួតឈាមរហូតអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទូទីលេងនៅក្នុងនេះហ្នឹងដើម្បីបានការជជែកកម្សាន្តក៏ដូចជាការជជែកគ្នាលេងការវិភាគលេងនៅក្នុងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំក៏វិភាគចេញណាថាអាម៉ូកហ្នឹងវាទៅជាយ៉ាងណាហើយចុងក្រោយអាម៉ូកនៅជាមួយកូនឬក៏អត់ហើយចន្ទ្រាហ្នឹងធ្លាក់ខ្លួនឬក៏ឡើងខ្ពស់ពីព្រោះថាមើលទៅហៀសេងដូចជាស្រឡាញ់ចន្ទ្រាដែរក៏ផ្ដល់ឲ្យលុយកាន់ឈឹបហើយមានអ្នកបើកឡានជូនមកផ្ទះវិញដើម្បីមកមើលកូនមកមើលអាម៉ូកពេលឈឺប៉ុន្តែខ្ញុំនៅតែមិនអស់ចិត្តថារឿងនេះចប់ដោយអាម៉ូកនៅជាមួយកូនហើយចន្ទ្រាទៅមួយនៅជាមួយហៀសេងកន្លែងនេះគឺខ្ញុំមានអារម្មណ៍ថាវាមិនចឹងចង់បញ្ចប់នៃរឿងខ្ញុំគិតថាចន្ទ្រាអាចមានបញ្ហាវិបត្តិណាមួយឬក៏រហូតដល់ឈួតលីលាឬក៏ហៀសេងយកទៅលក់អាម៉េចក៏មិនដឹងដែរប៉ុន្តែជាការប៉ាន់ស្មានរបស់ខ្ញុំទេខ្ញុំគិតថាចន្ទ្រានឹងវិលមកវិញមករកអាម៉ូកវិញប៉ុន្តែរឿងថាអាម៉ូកទទួលឬក៏មិនទទួលគឺខ្ញុំមិនដឹងដែរកន្លែងនេះយើងរងចាំទស្សនាភាពបញ្ចប់នៅពេលបន្តិចទៀតនេះជាមួយគ្នានៅពេលដែលមើលវីដេអូនេះចប់សូមត្រឡប់មក comment នៅក្រោមវីដេអូខ្ញុំវិញថាការទស្សន៍ទាយរបស់បងប្អូនការ comment របស់បងប្អូនត្រូវឬក៏ខុសហើយយើងនឹងធ្វើការ reaction ទៅនឹងរឿងពូត្រូថ្មីបន្តទៀតដើម្បីជាការជជែកកម្សាន្តក៏ដូចជាផ្ដល់ចំណេះដឹងផ្នែកទស្សនាទាំងអស់គ្នាអរគុណ